ផ្លែទុរេនវៀតណាមសម្រុកឆ្លងដែនមកខ្មែរយ៉ាងកំហុកចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រក្នុងស្រុកកំពង់រោឈ្មួញវៀតណាមនាំទុរេនពីប្រទេសវៀតណាមឆ្លងដែនយ៉ាងកំហុកយកមកលក់ឲ្យឈ្មួញខ្មែរនៅចំណុច0នៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័រក្នុងមួយថ្ងៃរាប់សិបរថយន្តដូចគេហែកថាដោយតម្លៃទុរេនវៀតណាមធ្លាក់តម្លៃយ៉ាងខ្លាំងគឺ1គីឡូតម្លៃ 5,000 រៀលប៉ុណ្ណោះយ៉ាប់ប្រយ៉ែបងប្អូនអរគ្នាអ្នកដែលចូលចិត្តពិសាផ្លែទុរេនបើសិនជាអាចគួរតែឈប់ញ៉ាំទុរេនមួយរយៈដោយសារតែពេលនេះទុរេនចូលមកពីវៀតណាមច្រើនមែនទែនហើយអាជ្ញាធរមានសមត្ថកិច្ចរបស់យើងនឹងគ្មានសមត្ថភាពក្នុងការទប់ស្កាត់ទេតែបើរឿងហ្នឹងវាមិនពិបាកទេបើសិនយើងថាបិទមិនឲ្យទុរេននាំចូលប៉ុន្តែគេអត់មានឆន្ទៈទេអញ្ចឹងមានតែយើងត្រូវតែការពារខ្លួនឯងតាមរយៈការឈប់ទទួលទានឈប់បរិភោគផ្លែទុរេនមួយរយៈទៅមួយរដូវកាលហ្នឹងមិនតែម្ដងចាំដល់ឆ្នាំក្រោយទៅបើសិនជាអាចព្រោះបើសិនបងប្អូនអ្នកគ្នាទៅញ៉ាំឬក៏ទិញទុរេនកន្លែងណាមួយអ្នកលក់ប្រកាសជាប្រាប់ហើយកុហកបងប្អូនអ្នកគ្នាថាទុរេននេះទុរេនសៀមឬក៏ទុរេនកពតដែរទុរេនកពតជាទូទៅគេប្រាប់យើងគេប្រាប់ថាទុរេនវៀតណាមទេហើយពេលនេះចិនមិនបដិសេធមិនទទួលយកទុរេនវៀតណាមទេដោយសារតែវាមានបញ្ហាមួយចំនួនទី1តទៅនឹងបញ្ហាគុណភាពផុសផ្លែទុរេនទី2បញ្ហាសុវត្ថិភាពតែម្ដងដោយសារគេរកឃើញកាកសំណល់ដែកប្រភេទធ្ងន់និងបកប្រែថាម៉េចភាសាបច្ចេកទេសគេហៅ heavy metal residue ហើយនឹងសារធាតុគីមីមួយទៀតគេហៅ Oramin O ចិនធ្វើការបដិសេធមិនទទួលតៃវ៉ាន់ដូចគ្នារដ្ឋបាលចំណីអាហារហើយនឹងថ្នាំពេទ្យរបស់តៃវ៉ាន់បានធ្វើការរឹតបន្តឹងទៅលើការនាំចូលផ្លែទុរេនពីប្រទេសវៀតណាមដូចគ្នាហើយយើងមិនដឹងមើលពាក់ណាគេទេដូចយើងនិយាយចឹងរដ្ឋាភិបាលដែលជាឪពុកម្ដាយរបស់យើងហ្នឹងមិនមានសមត្ថភាពក្នុងការការពារកូនចៅទេកូនចៅរបស់ខ្លួនជាបរិបទដែលជាកូនចៅរបស់ខ្លួនហ្នឹងទេគ្មានឆន្ទៈឬក៏គ្មានសមត្ថភាពខ្ញុំមិនដឹងប្រើពាក្យមួយណាទេជាងយើងការពារខ្លួនឯងហើយរដ្ឋាភិបាលដែលមិនការពារអាយុជីវិតសុខភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្លួនឯងហ្នឹងគួរតែមានឈ្មោះអីគេនឹងបងប្អូនហៅដល់ខ្លួនឯងដែរណា